ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទអញ្ចឹងក្នុងមេរៀននេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីរបៀបក្នុងការឆែកតាមដានតើកូនសិស្សរបស់លោកគ្រូអ្នកគ្រូបានចូលរៀនដែរឬទេអញ្ចឹងបន្ទាប់ពីលោកគ្រូអ្នកគ្រូបានទម្លាក់ link ទៅឲ្យសិស្សដើម្បីសិក្សាទៅតាមមេរៀនដែលលោកគ្រូចង់បានតើលោកគ្រូឆែកសិស្សដែលលោកគ្រូបានចូលរៀនដោយរបៀបណាតើគាត់បានចូលរៀនឬក៏អត់អញ្ចឹងដើម្បីឆែកបានលោកគ្រូអ្នកគ្រូចូលទៅ account របស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបន្ទាប់មកទៀតចូលពាក្យថាតាមដានចឹងនៅក្នុងពាក្យតាមដាននេះលោកគ្រូត្រូវជ្រើសរើសនៅកន្លែងនេះយកសិស្សទាំងអស់បាទបន្តមកទៀតជ្រើសរើសមុខជាដែលលោកគ្រូចង់ឆែកមើលឈ្មោះកូនយើងទាំងអស់គ្នារៀនតើមុខជាអីឥឡូវឧទាហរណ៍ខ្ញុំចង់ឆែកពីមុខជាភាសាខ្មែរបាទបន្តមកទៀតគ្រូជ្រើសរើសយកថ្នាក់លោកគ្រូថ្នាក់មួយណាបាទអញ្ចឹងឧទាហរណ៍ថាថ្នាក់ទី1ណាបាទថ្នាក់ទី1មេរៀនអញ្ចឹងមេរៀនមួយណាដែលលោកគ្រូបានឲ្យគាត់ដាក់ទៅរៀនឥឡូវមេរៀនមុនខ្ញុំបានឲ្យគាត់រៀនអំពីមេរៀនទី5កបុសាអញ្ចឹងបាទជ្រើសរើសយកមកបាទអញ្ចឹងបន្តមកទៀតថ្ងៃខែឆ្នាំនេះគឺជាថ្ងៃដែលយើងចាប់ផ្ដើមមើលចង់មើលពីថ្ងៃណារហូតដល់ថ្ងៃណាអញ្ចឹងខ្ញុំចង់មើលពីការរៀនសិក្សារបស់គាត់ពីថ្ងៃទី22រហូតដល់ថ្ងៃទី23បាទអញ្ចឹងនេះវានឹង show នៅខាងក្រោមសិស្សលោកគ្រូមាននៅក្នុងនេះមាន43នាក់បាទមាន43នាក់ហើយចំនួននៃការចូលសិក្សានៅក្នុងនេះគឺឃើញមានថាសំណួរ0រយៈពេល0ចំនួនមេរៀន0អញ្ចឹងមានន័យថាសិស្សលោកគ្រូទាំងអស់គ្នានេះគឺអត់បានចូលរៀននៅឡើយទេបាទអញ្ចឹងនៅពេលដែលសិស្សបានចូលរៀនវានឹង show នៅចំនួនសំណួរដែលគាត់រៀនមានរយៈពេលនិងចំនួនមេរៀនដែលគាត់បានចូលរៀននេះគឺជារបៀបនៃការឆែកមើលកូនសិស្សតើគាត់បានរៀនឬក៏មិនបានរៀនបាទអរគុណច្រើន